បាទសួស្តីបងប្អូនបាទស្រីកីឡាទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំបាទនឹងចេញនៅវីដេអូឃ្លីបមួយជាការឆ្លើយតបទៅកាន់បងប្អូនដែលស្រឡាញ់និងចូលចិត្តវិស័យបាក់សីកីឡាទាំងអស់គ្នាបាទបងប្អូនយើងមួយចំនួនបានសួរមកកាន់ខ្ញុំបាទថាតើមានវិធីសាស្ត្របែបណាដែលធ្វើឲ្យបាក់សីកីឡារបស់យើងបាទចេញទៅនឹងមានភាគរយវិជ្ជមានច្រើនជាងអវិជ្ជមានបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅចំណុច5ចំណុចសំខាន់ដើម្បីជាការឆ្លើយតបទៅកាន់បងប្អូនអ្នកស្នេហាវិស័យបាក់សីកីឡាបាទអញ្ចឹងមុននឹងទៅដល់ចំណុចសំខាន់ទាំង5ហ្នឹងខ្ញុំបាទសូមលើកយកពាក់ព័ន្ធទៅនឹងបាក់សីកីឡាបន្តិចបងប្អូនដឹងហើយថាវិស័យបាក់សីកីឡាគឺมันមានលេខ1ទេបាទនៅលើโลกនេះมันមានលេខ1ទេដរាបណាបងប្អូននៅតែបាទយកបាក់សីកីឡារបស់យើងបាទចេញទៅប្រឡូកនៅលើវិថីបាទការចេញទៅលើរីងបាទគឺនៅតែមានបាទនៅតែមានចាញ់បាទនៅតែមានផលអវិជ្ជមានបាទលុះត្រាតែបងប្អូនបាទឈប់បាទមានន័យថាឈប់លេងឬក៏បងប្អូនឈប់ប្រកួតទៅកីឡាករមួយហ្នឹងបាទវាឈ្នះរហូតបានអញ្ចឹងយ៉ាងណាបាទមិនមានលេខ1ទេបាទជុំវិញបាក់សីកីឡានេះគឺមានទៅមានមកបាទផ្លែដែកវែងណាស់បងប្អូនជ្រាបហើយបាទមានទៅមានមកក៏ប៉ុន្តែយើងអាចមានភាគរយវិជ្ជមានច្រើនជាងអវិជ្ជមាននៅពេលដែលយើងចេញប្រឡូកនៅពេលដែលយើងបីនៅកីឡាកររបស់យើងបាទទៅក្នុងទីលានយើងមានសង្ឃឹមច្រើនបើសិនជាបងប្អូនមាន5ចំណុចសំខាន់នេះបាទអញ្ចឹងខ្ញុំបាទនឹងលើកយកនៅចំណុចទី1ចំណុចទី1គឺទឹកចិញ្ចឹមបាទខានអត់បានទេបងប្អូនដឹងហើយជ្រាបហើយបាទជាទូទៅបាទទឹកចិញ្ចឹមគឺសំខាន់ណាបាទបើសិនជាបងប្អូនមានកីឡាករល្អឧទាហរណ៍បងប្អូនយកមកពីបរទេសយកមកពីបណ្ដាកសិដ្ឋានឬក៏ទ្រុងឬក៏បាទជាកូនប្រកាសរបស់យើងដែលយើងគិតថាជាកីឡាករដែលល្អបាទជាកីឡាករក្បាច់ល្អជាកីឡាករវាយជើងស្អិតល្អណាបាទយើងមើលទៅនឹងគឺពេញភ្នែកហើយក៏ប៉ុន្តែប្រសិនបើកីឡាករមួយនោះមិនទទួលបានការមើលថែដិតដល់វឹកហាត់ដិតដល់ទេគឺសង្ឃឹមភាគរយយើងតិចហើយបងប្អូនហេតុអីខ្ញុំហ៊ាននិយាយចឹងទឹកចិញ្ចឹមសំខាន់បងប្អូនត្រូវចាំថាពេលខ្លះយើងវាយគេ5ដៃបាទគេវាយយើងតែ2ដៃឯងយើងវាយគេ5ដៃពេញគេអត់ដួលទេតែគេវាយយើងតែមួយដៃឬក៏2ដៃយើងសន្លប់បានបាទបងប្អូនឆ្ងល់ទេហេតុអីបាទខ្ញុំឧទាហរណ៍ថាពេញសម្បត្តិចុះកីឡាករខ្មែរយើងណាបាទនេះយើងនិយាយមកកីឡាករបាទជាមនុស្សបើសិនជាគាត់មិនទទួលបានការវឹកហាត់ដិតដល់ការហូបចុកដិតដល់ប្រកាសណាស់ទៅរួចជាមួយគេនេះទោះក្បាច់ល្អប៉ុណ្ណាក៏ដោយទោះបីជាចិត្តសឿងបកែដើរបុកប៉ុណ្ណាក៏ដោយប៉ុន្តែឧទាហរណ៍ថាដើរបុកវាយខ្សៅវាយចំចំណុចល្អឧទាហរណ៍បាទឧទាហរណ៍ថាឥឡូវក្បាច់ល្អវាយចំចំណុចល្អវាយចំធ្គាមវាយចំកន្លែងដែលសិតតែជាតំបន់គ្រោះថ្នាក់ប៉ុន្តែដៃស្រាលគេថាអាវុធស្រាលណាអញ្ចឹងដៃស្រាលវាយគេអត់ស្លាប់បងប្អូនឃើញទេអត់ស្លាប់បាទដល់ពេលស្លាប់ខ្លួនឯងអញ្ចឹងអានេះគឺជាចំណុចមួយដែលមិនអាចខានបានទេគឺទឹកចិញ្ចឹមបងប្អូនណាចិញ្ចឹមឲ្យដិតដល់ដូចខ្ញុំបញ្ជាក់អញ្ចឹងចិញ្ចឹមឲ្យដិតដល់ឲ្យដឹងថាមន់ប្រភេទហ្នឹងបាទមន់រោមស្ងួតឬក៏សាច់ស្ងួតគួរតែសីបែបម៉េចមើលថែបែបម៉េចសាច់សើមហ្នឹងមើលថែបែបម៉េចមន់ឡាយជ្រៅហ្នឹងឡាយបរទេសច្រើនបាទប្រភេទដូចអាមេរិកដូចអីហ្នឹងត្រូវមើលម៉េចប្រភេទជប៉ុនត្រូវមើលម៉េចហើយថែវាដល់ឲ្យចំណីវាដិតដល់វឹកហាត់វាដិតដល់សីឲ្យដិតដល់នោះមន់បងប្អូនមានកម្លាំងមួយគេហៅថាកម្លាំងស៊ូសទី1ណាកាត់មានន័យថាស៊ូសល្អត្រូវតែមានទី2នៅពេលដែលបងប្អូនចេញទៅបាទនៅពេលដែលបងប្អូនចេញទៅគូផ្គងឬក៏ថ្លឹងគីឡូបងប្អូនត្រូវចេះបាទត្រូវចេះគូផ្គងណាត្រូវចេះគូផ្គងកីឡាកររបស់យើង
បើអត់ចេះគូគងទេក៏ចាញ់តែមគេដែរបាទក៏បាទភាគរយបរាជ័យច្រើនដែរអញ្ចឹងនៅក្នុងចំណោមឧទាហរណ៍ថាកីឡាកររបស់យើងគីឡូ30បាទគីឡូ30អញ្ចឹងជាទូទៅបងប្អូនដឹងស្រាប់ហើយលើកចូលថ្លឹងគីឡូម្ដងគឺមិនមានតែយើងទេមានបងប្អូនយើងផ្សេងទៀតអញ្ចឹងគ្រាន់តែលើកមកពុបដាក់ថ្លឹងគីឡូកឹបយើងដឹងហើយភ្នែកយើងលះហ่ะតោះតែយើងលះលួនយើងក៏លេខមើលក្នុងចំណោមកីឡាករទាំងអស់របស់គេហ្នឹងគីឡូ30មានប្រមាណមានចំនួនប្រមាណឧទាហរណ៍ថាគីឡូ30ដូចរបស់យើងនោះវាមាន3បាទមាន3ប៉ុន្តែបងប្អូនត្រូវមើលថាក្នុងចំណោម3ហ្នឹងមួយណាដែលមើលទៅវាល្អដាច់គេបាទបើសិនជាករណីថាយើងមើលទៅសបល់យើងស៊ីអាពណ៌នេះអ្នកលេងសបល់ណាសបល់ស៊ីពណ៌នេះស៊ីពណ៌ហ្នឹងហើយប៉ុន្តែមើលទៅឆ្អឹងឆ្អែងអារបស់គេហ្នឹងវាល្អពេកវាខ្ពស់ជាងយើងណាបាទវាខ្ពស់ជាងយើងវាមើលទៅរូបហ្នឹងវាដាច់ជាងភ្លឺជាងអីចឹងទៅកិច្ចបានកិច្ចទៅកុំលេងសបល់ងាកមកមើលអាពីរទៀតអាខ្លះទៅវារៀងទៀបជាងរបស់យើងណាយើងមើលទៅអារបស់ខ្លះវាទៀបជាងហើយបងប្អូននឹងស្រាប់ហើយឥឡូវបើសិនជាទៀបវាយផ្ទុះខ្នងបាទអញ្ចឹងយើងមើលរៀងខ្ចីជាងរៀងទៀបជាងធ្វើបាត់តែសបល់យើងមិនសូវស៊ីដាច់មែនប៉ុន្តែយ៉ាងណាកពុះកពយើងមើលទៅបាទយើងមើលទៅគឺអូខេហើយណាយើងមើលទៅគឺអូខេអញ្ចឹងយើងគូគងដឹងថាកិច្ចអានេះអត់ជុលទេអានេះយើងអត់ប្រកួតជាមួយទេអានេះក៏អត់ដែរអញ្ចឹងយើងដេញយកអ្នកនេះយកមួយណាដែលយើងគិតថាយើងអាចគេហៅថាមានភាគរយបាទលើគាត់ច្រើនណាបងប្អូនឆ្ងល់វៀតណាមហេតុអីបានជាគេហ៊ានឲ្យយើងលើសកន្លះគីឡូលើស3ខាំលើស4ខាំមានមាត់ខ្លះលើសចង់1គីឡូឯនោះដោយសារគេមើលទៅលើភិនភាគបាទមើលទៅគេដឹងបាទអ្នកដែលច្បាស់មែនទែនគាត់តែកលេចទៅគេដឹងថាមាន់ហ្នឹងកាត់ពូជអីជាប់ខ្សែស្រឡាយអីច្រើនណាបាទអញ្ចឹងទី2គឺត្រូវចេះគូគងណាបងប្អូនណាគូគងបើគេទៀបមាន់យើងខ្ពស់គូទៅទៀបហ្នឹងមើលផងណាចាញ់ទៀបខ្លះទៀបតាប់ទៀបខ្លះទៀបអលុងបើទៀបអលុងអូខេយើងទៅតែបើទៀបតាប់មើលដែរណាបាទត្រូវកិច្ចបាទឆ្លាតមានភាពឆ្លាតវៃណាទើបយើងអាចមានភាគរយអាហ្នឹងចំណុចទី2បាទមានន័យថាត្រូវចេះគូគងចំណុចទី3បងប្អូនត្រូវតែមានអ្នកលេងបាទអ្នកលេងអ្នកមើលអ្នកស្រឿណាគឺជាមនុស្សដែលទុកចិត្តបាទជាមនុស្សដែលទុកចិត្តប៉ាកែស្រឿប៉ាកែលេងពេលខ្លះយើងរបស់យើងល្អហើយបងប្អូនណារបស់យើងល្អយើងគូត្រូវមៀតត្រូវសបល់ទៅអីនោះគូល្អហើយគូត្រូវហើយមានន័យថាគូទៅលើហើយតែដល់ពេលអ្នកតផ្លែរបស់យើងស្ទើរអ្នកលេងរបស់យើងស្ទើរបងប្អូនណាដល់ពេលដែលវាត្រូវមុំគឺក៏វាត្រូវការទឹកត្រូវការស្រឿការមើលការថែបន្ថែមដែរអាហ្នឹងបើសិនជាពួកគាត់ស្ទើរភាគរយយើងចាញ់គេដែរអ្នកពាក់ផ្លែទៅពាក់ផ្លែអត់ចាក់បងប្អូនដឹងស្រាប់ហើយពាក់ផ្លែដល់ពេលអត់សូវប្រើផ្លែគាត់អត់សូវចេះពាក់បាទអត់សូវចេះរៀបចំផ្លែយើងនឹងឲ្យវាត្រូវតែមន់ឡាយត្រូវតមិនជុំផនតមិនបាទឡាយវៀតណាមតមិនអញ្ចឹងគឺភាគរយយើងក៏ចាញ់គេដែរអានឹងចំណុចទី3ចំណុចទី4គឺពូជពងសំខាន់ណាស់បងប្អូនពូជពងបងប្អូនត្រូវរើសបាទថាកីឡាករណាវាមានខ្សែមានស្រឡាយរបស់វាបែបម៉េចបែបម៉េចបងប្អូនដឹងហើយកូនអាបាណាអីចឹងទៅបងប្អូនដឹងស្រាប់ហើយបាទណាយើងចាំអាសัตว์ហ្នឹងគឺយើងដឹងហើយយើងដឹងថាពូជពងណាខ្សែស្រឡាយណាដែលយើងទុកចិត្តហេតុអីបានខ្ញុំឲ្យបងប្អូន focus ទៅលើពូជបងប្អូនមន់ណាបាទសៃកីឡានៅពេលដែលគេរាប់1 2 3ប្រឡែងទៅប្រាវមន់វាចាប់ផ្ដើមលេងភាពឆ្លាតវៃរបស់វាបាទភាពឆ្លាតវៃរបស់វាអញ្ចឹងអាណាក្បាច់វាក្បាច់ទៅអាណាបុកវាបុកទៅបាទអញ្ចឹងវាឡើងប្រើផ្លែទៅតាមអ្វីដែលវាមានរៀងខ្លួនបន្ទាប់ពីវាលេងផ្លែឬក៏បាចហើយវាចាប់ផ្ដើមគៀកបាទវាចាប់ផ្ដើមគៀកក្នុងកីឡាករណាដែលល្អបាទអញ្ចឹងគឺវាមានឱកាសច្រើននៅពេលដែលវាគៀកក្នុងប៉ុន្តែ
tận tâm nâng kiện khăn nóng này cứ việc bốc cho mùi nâng tận trăm bao dương bị lơ mà đá nó bốc ôn là lấy nhưng mà tiêu tha vì smart cái cho vì nó tận trăm lo đôi khi nè bát nó cứ bỏ play đôi khi nè đập bên khăn nóng vì kiện chặt đam lên khăn nóng này trong vì lên ô tức nè vì ô tức lang mà chốt miền này ta ô tức trở nên tí đó bên ô tức trở nên tí chẳng cái lá copy nắng cứ chặt đam lên pu dài miền này tha tận chấm còn lên hơi phiếp chặt vây bỏ xây cái lá nó còn vì lên hơi vì bạc đi hai oi ca bẹt play rồi có to play pi bong ôn này quạt chỉ đẹp to nó có dướng bạn ở riệp sát màu đây khi hơi chẳng vì đó việc đã thử ô tực đó là bên ô tực bong ôn nó tận chấm đôi khi á tận chấm đôi khi đó bên là ô tực khăng đó vì chặt đam lên pu dài vì ai play đôi khi pu ná chiếm cho na về sú vì nơi cho vô lùi đạt về nơi cho vô chơi dùm nè đạt nơi cho vô chơi dùm nè pu ná đạt về rẽ về đào chành đào cái thà ở hiền si kia đào chành nhai anh đang pe đang cứ cái lên pong này bạn cái lên pong này chẳng là pong cứ sầm khăn là pe ô tật này bạn nó pe ô tật này nó pe đây cái hộp muối pi bay đạ cả chọ đạ cả thọ này bạn khang na vì nơi đất lõ anh đang vì họ lôi oi bị trai tại bà khang na puster sẽ rồi cả hàng pu đấy bà cả bao tao chun cá nó kia nơi chó nó dương ai nơi vay bán á tại ăn vay cái này đạt bao cháu scott này bao cháu tì này bao máu tranh luôn toàn thiệt chân pui trong đó tí bốn á sầm khăn à tới chưa được pui bờ sân thì bóng ôn cất tháp pui mình sầm khăn bạn bóng ôn tầm mưa cái tròn chương năm xa đạm cố vô mà lên màu vô mà châm màu anh đang bật cất tháp ọt sầm khăn còn bạch tờ rồi trong rồi có cả than rồi có tình bỏ tiền mà thay ấy anh lúc ở tầm pol bảy mới ban mà cu mình chăng sầm khăn pui trong đó tí bốn trong đó tí pram hong xoay rồi còn đẹp là hai ta hong xoay thử tới chưa bà sân dị bong ôn tranh châm bà xây cái lá đa lơ vị thấy bà xây cái lá ngay nè khai nè tít nè đà đặng mền té nè con bọc hòm sân nơi bong ôn sầm mẹ vô pil thay cái lá co dương nơi cái lại từ con bọc hòm từ rình bà bong ôn bọc hòm từ rình nhạc lá vô lo tới bấy đua đừng bầy và khóm chất mà chạp ba thliệt chứ này chẳng đón nữa vô tới tiết đua tiết từ vô ba hơn cái tiết đua tiết mình o chất từ tinh bị tổn thông ghế vô mới tiết đua tiết và mà ăn ngay tại 3-4 ngày cho kia đua priel chẳng là bây giờ xây đạm mình tên bóng ôn trong vô ba cái bao nhiêu phần đã tới mà ăn mà chương này lột mó trường sót lột mó dông lột mó bạc plơ bạc chương khơi nhé thử được chưa 20 tiết bỏ sân chỉ vô tới pram crop bác chạ tờ bông bạc chướng bác chạ tờ bông trồi trường sót bác chạ tí phí trồi dông ấy đó tụcประมาณ cọp đây nơi xó đó vịt mà tè vịnh màu bản vịt mà tè vịnh màu nắng bóng bố nó nhông bị trẻ ta không suy bà lô tới bạc plơ bạc chương trôi trường sót chỗ lấy hơi ngày đang cho rồi bay buôn phải có tiết đã tới tôi giang ná còn nơi ta đi đây ban mà có với chúng ta phải có ban mà có với nữa bản chân cùng một com của mình nè và đây bóng ôn chúng ta đã tới trên tới chứ không đáp xong phế như này chân giang ná được dùng bị trẻ trắng cho phụ bà xây cái là tặng on đi tới miền pram chủng loại đi bóng ôn ai miền phía rồi sừng khâm tròn tí mùi bóng ôn thử bạn miền xúc sầm đảo từ lừa ca mưa thay ở đất đó từ lừa cái là có tí pi bóng ôn thử chạy cụp cố miền đây tha thử đấng tha là bỏ kia nắng vì là ọ đặt dương ót tiếp chiêng sở biết tranh dương ót sở bó cá sở côn đấy dương ót tí bay bạn tí bay ở bông ôn thử bạn cao tha miền nhẹ lén bạn nhẹ lén lõ nhẹ bằng vẹn plai lõ bạn tí buôn bạn vẹn pon từ nắng bạn pui tí buôn vẹn pon từ nắng pui tí pram vẹn pon từ nắng không sôi chẳng bông ôn thử miền phèm cho được đi đó
បាទបើសិនជាមើលទៅមិនល្អត្រង់ចំណុចណាមួយឬក៏ខ្វះខាតចំណុចណាមួយអាហ្នឹងគឺអាចសរបញ្ជាក់ថាភាគរយយើងតិចជាងហើយភាគរយអវិជ្ជមានតិចជាងវិជ្ជមានបើសិនយើងអត់មាន5ចំណុចហ្នឹងពេញលេញណាមានន័យថាស្ទើអញ្ចឹងអាភាគរយឲ្យគេវាច្រើនជាងបានត្រឡប់មកខ្លួនឯងវិញអញ្ចឹងខ្ញុំចែកម្លែកតែប៉ុណ្្នឹងទេហើយក៏មើលស្រាលបងប្អូនប៉ុន្តែខ្ញុំជឿថាបងប្អូនដឹងហើយអ្នកដែលឆ្លាញ់បាក់សីកីឡាគឺដឹងទាំងអស់ណាបាទដឹងទាំងអស់បាទអញ្ចឹងគឺត្រូវមាន5ចំណុចនេះអានេះជាការឆ្លើយតបទៅកាន់បងប្អូនយើងអរគុណច្រើនកុំភ្លេចជួយ Subscribe និងបាទជួយឲ្យមេដៃនិងបាទsubscribe channel របស់ខ្ញុំបាទផងហើយខ្ញុំបាទនឹងធ្វើនៅវីដេអូបន្តទៀតជជែកគ្នាពាក់ព័ន្ធទៅនឹងបាក់សីកីឡាទាំងអស់គ្នាបាទអរគុណច្រើន